3. ករណីអ្នកដឹកជញ្ជូនទឹកដោះគោព្រើភ្នែកជារឿងគួរឲ្យចម្លែកណាស់ដែលមនុស្សមួយចំនួនធំមើលឃើញពីសក្តានុពលរបស់ទីក្រុងរបស់ទីផ្សារក្នុងពេលអនាគតកាលពី 2-3 ឆ្នាំមុនមានអ្នកកំឡោះម្នាក់ដែលជាបុគ្គលិកដឹកជញ្ជូនទឹកដោះគោបានគោះទ្វារផ្ទះដើម្បីសុំឲ្យខ្ញុំទិញទឹកដោះគោខ្ញុំក៏ប្រាប់គាត់ថាសប្តាហ៍ថ្ងៃនេះមានអ្នកដឹកមកឲ្យហើយខ្ញុំពេញចិត្តនឹងការបម្រើសេវាកម្មរបស់គេខ្លាំងណាស់ពេលនោះខ្ញុំក៏បានណែនាំឲ្យគេគោះទ្វារផ្ទះដែលនៅជាប់គ្នានេះរួចសួរស្ត្រីនៅក្នុងផ្ទះនោះលោមើលដល់ត្រង់ចំណុចនេះគាត់ក៏ឆ្លើយថាខ្ញុំបាននិយាយថាជាមួយនឹងស្ត្រីម្នាក់នោះរួចហើយតែនាងត្រូវការទឹកដោះគោតែមួយកំប៉ុងរាល់2ថ្ងៃម្ដងវាមិនរួចថ្លៃដឹកជញ្ជូនទេពេលនោះខ្ញុំក៏និយាយថាវាពិតជាដូច្នេះមែនហើយនៅពេលអ្នកនិយាយជាមួយនឹងនាងអ្នកមិនបានសង្កេតឬទេថាគ្រួសារនេះប្រកាសជាត្រូវការទិញទឹកដោះគោច្រើនថែមទៀតក្នុងរយៈពេល2-3 ខែខាងមុខដោយសារនាងមានសមាជិកថ្មីត្រូវផឹកទឹកដោះគោច្រើនអ្នកកំឡោះសម្លឹងមើលមុខខ្ញុំមួយសន្ទុះដោយភាពងឿងឆ្ងល់ទើបគេនិយាយថាមិនគួរណាខ្ញុំភ្នែកស្អុយដល់ថ្នាក់នេះសោះសប្តាហ៍ថ្ងៃនេះគ្រួសារដែលធ្លាប់តែផឹកទឹកដោះគោតែមួយកំប៉ុងសម្រាប់2ថ្ងៃបានបដូរមកទិញទឹកដោះគោ7កំប៉ុងសម្រាប់2ថ្ងៃវិញតាមរយៈអ្នកដឹកជញ្ជូនទឹកដោះគោដែលមានក្រសែភ្នែកមើលវែងឆ្ងាយខ្ញុំបានដឹងថានាងតូចដំបងដែលជាក្មេងប្រុសនោះពេលនេះក៏មានអូនតូចប្រុស2នាក់និងស្ត្រីម្នាក់ទៀតហើយខ្ញុំដឹងថានឹងមានមនុស្សកើតមកទៀតក្នុងពេលឆាប់ខាងមុខនេះតែភ្នែករបស់មនុស្សយើងព្រិលស្រវាំងដល់ណាត្រូវមើលថាអ្វីទៅដែលអាចទៅរួចមិនមែនគ្រាន់តែឃើញអ្វីដែលកំពុងតែមាននោះទេបើគ្រូគិតដល់ជីមមីចំពោះតែអ្វីដែលគេកំពុងតែមានស្រាប់ហើយនោះគឺក្មេងប្រុសនោះនឹងមានបញ្ហាខាងបុគ្គលិកលក្ខណៈអន់ថយមិនទាន់សម័យនិងមិនជឿនលឿនរមែងមិនបានជួយអភិវឌ្ឍពួកគេយ៉ាងពិតប្រាកដតែបើគ្រូមើលឃើញជីមមីនៅអ្វីដែលគេអាចធ្វើទៅបាននោះប្រកាសជាអាចជួយនិងអភិវឌ្ឍគេឲ្យទទួលលទ្ធផលល្អ4អ្វីទៅជាកំណត់ថាអ្នកមានតម្លៃប៉ុណ្ណាកាលពី2-3 សប្តាហ៍មុនបន្ទាប់ពីម៉ោងអប់រំចុងក្រោយមានបុរសម្នាក់ចូលមកជួបខ្ញុំនិងបានសួរថាតើខ្ញុំអាចនិយាយជាមួយនឹងលោកបាន2-3 នាទីទេខ្ញុំធ្លាប់ស្គាល់បុរសម្នាក់នេះកាលពីនៅអាយុ26ឆ្នាំគេជាក្មេងក្រីក្រនិងមានបញ្ហានៅក្នុងគ្រួសារច្រើនជាងនេះទៅទៀតគេធ្លាប់ជួបគ្រោះធំមួយកាលពីគេកំពុងតែរីកចម្រើនវ័យមកជាមនុស្សធំខ្ញុំដឹងថាគេកំពុងតែព្យាយាមយ៉ាងខ្លាំងដើម្បីកសាងអនាគតក្នុងពេលអង្គុយផឹកកាហ្វេនោះយើងបានរួមគ្នាគិតដល់បញ្ហាខាងបច្ចេកទេសរបស់គេប្រធានបទដែលយើងលើកយកមកពិភាក្សាផ្ដោតទៅលើចំណុចសំខាន់ថាអ្នកដែលគ្មានទ្រព្យសម្បត្តិអ្វីសោះគួរតែសម្លឹងមើលទៅអនាគតយ៉ាងម៉េចទស្សនៈរបស់គេចំពោះបញ្ហានេះបានផ្ដល់ចម្លើយយ៉ាងច្បាស់លាស់ខ្ញុំមានលុយនៅក្នុងធនាគារមិនដល់$3,000ទេប្រាក់ខែដែលខ្ញុំបានទទួលក្នុងតំណែងស្មានតិចណាស់ខ្ញុំមានឡានចាស់មួយគ្រឿងជិះអស់រយៈពេល4ឆ្នាំហើយស្ថិតនៅក្នុងបន្ទប់តូចលើផ្ទះល្វែងតែលោកគ្រូគេនិយាយបន្តខ្ញុំមិនព្រមឲ្យឋានៈជីវភាពរស់នៅនេះមកបញ្ឈប់ខ្ញុំបានទេនេះជាសម្ដីដែលគួរឲ្យចាប់អារម្មណ៍បំផុតដូច្នេះហើយទើបខ្ញុំជំរុញឲ្យគេនិយាយបន្តទៀតគេបាននិយាយថាគឺយ៉ាងនេះលោកគ្រូខ្ញុំបានវិភាគពីមនុស្សយ៉ាងច្រើនមួយរយៈពេលក្រោយនេះហើយសង្កេតឃើញថាមនុស្សដែលមិនសូវមានលុយរមែងមើលឃើញខ្លួនឯងក្នុងសភាពបច្ចុប្បន្ន
គឺមើលឃើញអ្វីៗទាំងអស់ដែលគេកំពុងតែមានគេមិនបានសម្លឹងមើលទៅអនាគតទេពួកគឺសម្លឹងមើលតែជីវិតដ៏ល្វីងជូរចត់ក្នុងពេលបច្ចុប្បន្នរបស់គេតែប៉ុណ្ណោះញាតិជិតខាងរបស់ខ្ញុំជាគំរូមួយយ៉ាងច្បាស់គាត់គិតតែពីរអូអំពីការងារដែលទទួលបានប្រាក់ខែតិចរអូពីទុយយោទឹកពេលដែលបែកធ្លាយចេញទឹកដដែលរអ៊ូរទាំពីអ្នកដតីដែលមានសំណាងល្អនិងរអ៊ូរទាំពីតម្លៃចិញ្ចឹមជីវិតវាថ្លៃពេកសពថ្ងៃនេះគេសង្កត់ធ្ងន់លើខ្លួនឯងជានិច្ចទោះជាសេចក្តីក្រលំបាករបស់គេមានដល់បច្ចុប្បន្ននេះក៏ដោយក៏គេនៅតែធ្វើខ្លួនប្រៀបដូចជាថាត្រូវតែសម្រេចចិត្តឲ្យជួបនឹងសេចក្តីទុក្ខលំបាកអស់មួយជីវិតក្នុងបន្ទប់ផ្ទះល្វែងមួយនេះយើងឃើញយ៉ាងច្បាស់ថាគេបាននិយាយចេញមកពីបេះដូងក្រោយពីបានឈប់មួយសន្ទុះគេក៏បាននិយាយបន្ថែមទៀតថាបើខ្ញុំសម្លឹងមើលខ្លួនឯងចំពោះតែអ្វីដែលខ្ញុំមានគឺបើកឡានចាស់ចំណូលចូលចិត្តនៅក្នុងបន្ទប់ល្វែងនឹងទទួលទានអាហារធម្មតាខ្ញុំនឹងមើលឃើញរូបភាពរបស់មនុស្សដែលគ្មានន័យនិងបរាជ័យបន្តទៅទៀតខ្ញុំនឹងខ្លាចទៅជំនួសដែលគ្មានន័យនិងបរាជ័យអស់មួយជីវិតតែខ្ញុំបានសម្រេចចិត្តសម្លឹងមើលខ្លួនឯងក្នុងឋានៈដែលល្អតែក្នុងរយៈពេលប្រហែលឆ្នាំខាងមុខនេះប៉ុណ្ណោះខ្ញុំមើលឃើញខ្លួនឯងឈប់ធ្វើក្នុងឋានៈស្មៀនទៀតហើយតែជាអ្នកគ្រប់គ្រងខ្ញុំឈប់មើលឃើញផ្ទះតូចតែមើលឃើញផ្ទះធំល្អនៅក្រៅក្រុងដល់ពេលខ្ញុំសម្លឹងមើលខ្លួនឯងស្ថិតក្នុងឋានៈបែបនេះខ្ញុំមានអារម្មណ៍ហាក់ដូចជាខ្លួនមានឋានៈធំឡើងនឹងគិតធំឡើងព្រមទាំងមានបទពិសោធន៍គ្រប់គ្រាន់ដើម្បីពិសោធន៍ឲ្យឃើញថាខ្ញុំកំពុងតែដើរនៅក្នុងទិសដៅយ៉ាងត្រឹមត្រូវហើយតែនេះមិនមែនជាផែនការយ៉ាងល្អដែលបានផ្ដល់គុណតម្លៃទៅជីវិតរបស់ខ្លួនទេឬបរិសម្នាក់នេះកំពុងស្ថិតក្នុងរថភ្លើងល្បឿនលឿនដែលបោះពួយឆ្ពោះទៅរកភាពជោគជ័យគេបានសម្រេចដល់គោលដៅជាមូលដ្ឋានដែលថាអ្វីដែលសំខាន់មិនមែនស្ថិតលើអ្វីដែលមនុស្សយើងកំពុងតែមាននោះទេតែសំខាន់នៅត្រង់ថាគេបានដាក់ផែនការសម្រាប់ធ្វើឲ្យមានប៉ុណ្ណាក្នុងតម្លៃដែលធម្មជាតិបានប្រគល់ឲ្យយើងនោះត្រូវបានកំណត់ដោយតម្លៃដែលយើងមានជាប់នៅក្នុងខ្លួនរបស់យើងវិធីដែលអ្នកអាចអភិវឌ្ឍជំនាញរបស់អ្នកដើម្បីមើលឃើញថាអ្នកនឹងក្លាយទៅជាអ្វីបាននោះដល់កម្រិតណាមិនមែនបានត្រឹមតែថាអ្នកជាអ្វីយើងសូមហៅការហ្វឹកហាត់នេះថាការបន្ថែមតម្លៃមានពិស្ដារដូចខាងក្រោមនេះហ្វឹកហាត់បន្ថែមគុណតម្លៃទៅរបស់របរចូលចងចាំគំរូនៃរឿងលក់ដីធ្លីនឹងសួរខ្លួនឯងថាយើងនឹងធ្វើយ៉ាងម៉េចទើបអាចបន្ថែមតម្លៃទៅបន្ទប់នេះផ្ទះនេះឬជំនួយនេះបានចូលសម្លឹងរកគំនិតថ្មីដែលធ្វើឲ្យរបស់របរមានតម្លៃច្រើនឡើងអ្វីមួយក៏ដោយមិនថាតែបន្ទប់ផ្ទះចូលឬជំនួយត្រូវតែមានតម្លៃភាគរយនិងគំនិតដែលត្រូវប្រើវា